ក្រុមហ៊ុន Dr. Saron Pharma ផ្ដល់ច្រាសដុសធ្មេញចំនួន3,000ដើមដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងច្រាសដុសធ្មេញសម្រាប់កុមារចំនួន3,000ដើមផ្ដល់ដោយក្រុមហ៊ុន Dr. Pharma ត្រូវបានផ្ដល់ជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី25ខែមីនាឆ្នាំ2025នៅសាលាខេត្តកំពង់ឆ្នាំងក្រៅអធិបតីភាពឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងនិងឯកឧត្តមសៀវរុនប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនិងមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរមានប្រសាសន៍នៅក្នុងឱកាសនោះលោកសេងប៊ុសធីបានឲ្យដឹងថាច្រាសដុសធ្មេញដែលប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះគឺជាការចូលរួមចែករំលែកជាមួយរាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌និងសុខភាពមាត់ធ្មេញក្នុងការយកទៅចែកជូនដល់កុមារនៅតាមសាលារៀនឲ្យកុមារចេះថែទាំសុខភាពមាត់ធ្មេញឲ្យបានល្អប្រសើរកន្លងមកក្រុមហ៊ុនរបស់គាត់តែងតែបានធ្វើសកម្មភាពនេះជាប្រចាំទៅតាមសាលារៀននិងតំបន់មួយចំនួននៅទូទាំងប្រទេសដើម្បីបំផុសចលនាដល់ពលរដ្ឋពិសេសកុមារចេះថែទាំសុខភាពមាត់ធ្មេញពីក្មេងរហូតដល់ចាស់ដើម្បីជៀសផុតពីជំងឺមាត់ធ្មេញនេះធ្វើយ៉ាងណាដើម្បីឲ្យសុខភាពមាត់ធ្មេញកាន់តែល្អប្រសើរឡើងមានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងបានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសេងប៊ុសធីនិងក្រុមគ្រួសារដែលបានផ្ដល់ច្រាសដុសធ្មេញសម្រាប់កុមារដល់រដ្ឋបាលខេត្តនាពេលនេះដើម្បីយកទៅចែករំលែកបន្តទៀតដល់កុមារនៅតាមសាលារៀនដែលខ្វះខាតឯកឧត្តមបានបញ្ជាក់ទៀតថាអំណោយដែលបានផ្ដល់ជូននាពេលនេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ដល់សុខភាពមាត់ធ្មេញរបស់កុមារសុខភាពមាត់ធ្មេញកុមារសំខាន់ណាស់ដែលអាណាព្យាបាលត្រូវយកចិត្តទុកដាក់ឲ្យមែនទែនពិសេសការជ្រើសរើសយកច្រាសដុសធ្មេញជួយធ្មេញកាន់តែមានសុខភាពល្អនិងរបៀបបង្រៀនកូនតូចៗឲ្យចេះដុសស្មាធ្មេញវិធីថែធ្មេញរបស់កូនមិនឲ្យខូចដោយសារញ៉ាំស្ករគ្រាប់ឬចំណីផ្អែមសុខភាពមាត់ធ្មេញមិនល្អគឺមានគ្រោះថ្នាក់ពិសេសចំពោះកុមារហើយកុមារជាង514លាននាក់ក្នុងពេលបច្ចុប្បន្នជួបបញ្ហាប្រហោងធ្មេញប្រសិនបើមិនយកចិត្តទុកដាក់ក្នុងការព្យាបាលទេបញ្ហាមាត់ធ្មេញអាចប៉ះពាល់ដល់សមត្ថភាពរបស់កុមារក្នុងការផ្ដោតអារម្មណ៍នៅសាលារៀនតាមរយៈអំណោយទាំងនេះនឹងយកទៅចែកជូនដល់សាលារៀននិងដល់កុមារនៅក្នុងខេត្តនេះដើម្បីកុមារបានប្រើប្រាស់ជៀសផុតពីជំងឺមាត់ធ្មេញក្នុងឱកាសនោះឯកឧត្តមគណៈអធិបតីបានទទួលច្រាសដុសធ្មេញចំនួន3,000ដើមនិងប្រគល់លិខិតថ្លែងអំណរគុណដល់សប្បុរសជនផងដែរ